ជំរាបសួរលោកគ្រូអ្នកគ្រូពួកយើងមកពីថ្នាក់ទី 10A នៃសាលាចំណេះទូទៅទីផ្សារឈ្មោះពលិតាខ្ញុំឈ្មោះស៊ីម៉ារៀមឈ្មោះសានីសាខ្ញុំឈ្មោះយើងផងថ្ងៃនេះពួកយើងទាំងអស់គ្នានឹងមកធ្វើការបង្ហាញអំពីការពិសោធន៍នៃអត្ថប្រយោជន៍សម្ពាធបរិយាកាសចំពោះការពិសោធន៍នេះដែរយើងត្រូវការសម្ភារៈមួយចំនួនដូចជាកាវទ័រនិងกระดาษរឿងមួយបងយកទឹកដាក់ចូលទៅក្នុងកែវឲ្យចិត្តបានពេញហើយយើងយកกระดาษគ្របមាត់កែវហើយយើងយកกระดาษរឿងស្កប់ហិតកែវឲ្យជិតហើយកាប់ចុះទៅក្រោមយើងសង្កេតឃើញថាទឹកនៅក្នុងកែវមិនធ្លាក់ចុះមកក្រោមហើយកระดาษក៏វាមិនធ្លាក់ចុះដែរយើងច្បាស់ជាឆ្លងហេតុថាហេតុអ្វីបានជាกระดาษហ្នឹងវាមិនធ្លាក់ចុះក្រោមមូលហេតុចម្បងដែលធ្វើឲ្យកระดาษនេះអត់ធ្លាក់ចុះក្រោមគឺដោយសារតែកម្លាំងនៃខ្យល់នៅក្នុងបរិយាកាសយើងបានដឹងថាទម្ងន់នៃទឹកហ្នឹងគឺបានសង្កត់กระดาษហ្នឹងចុះក្រោមតែกระดาษហ្នឹងគឺនៅតែមិនធ្លាក់ចុះក្រោមឡើយគឺដោយសារតែកម្លាំងខ្យល់នៅក្នុងបរិយាកាសហ្នឹងក៏បានដូចច្រានកម្លាំងហ្នឹងឡើងលើវិញដែរហើយមួយទៀតគឺដោយសារតែកម្លាំងនៃខ្យល់នៅក្នុងសម្ពាធបរិយាកាសហ្នឹងគឺធំជាងទម្ងន់នៃទឹកហើយប្រសិនបើជាយើងបង្វិលกระดาษហ្នឹងគឺយើងបង្វិលកែវនេះក៏នៅតែឃើញថាกระดาษហ្នឹងគឺនៅតែមិនធ្លាក់ចុះក្រោមដដែលដែលបង្ហាញថាសម្ពាធបរិយាកាសគឺមានគ្រប់លើអង្គធាតុទាំងអស់យ៉ាងនេះបង្ហាញថាកម្លាំងសង្កត់របស់ខ្យល់អាចទប់កម្ពស់សសរទឹកបានប្រហែល10ម៉ែត្រពេលនោះគេបានកំមស្មើកម្លាំងឬម៉ាស់ខូនសន្ទុះទំនាញដីស្មើឲ្យសម្ពាធបរិយាកាសគុណផ្ទៃរងសម្ពាធដូច្នេះគេទាញបានប្រមូលសម្ពាធបរិយាកាសស្មើឲ្យម៉ាស់ខូនសន្ទុះទំនាញដីលើផ្ទៃរងសម្ពាធពួកខ្ញុំទាំងអស់គ្នាសូមអរគុណលោកគ្រូអ្នកគ្រូចំពោះការទស្សនានៃការធ្វើបទបង្ហាញរបស់ពួកយើងទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់